តាមស្នាប់រៀងរាវក៏សាន់តែមអូនចូលសំឡាំងព្រាវញ័រតាគ្រឿងផ្សំសម្រាប់ធ្វើត្រីក្រហមជូរអែមអ្វីដែលមិនអាចខ្វះបានគឺត្រីក្រហមជាដំបូងគឺយើងធ្វើការបំពងត្រីបងប្អូនទាំងអស់គ្នាយើងចាក់ខ្លាញ់ហើយខ្លាញ់យើងក្តៅយើងធ្វើការដាក់ត្រីឥឡូវត្រីក្រហមរបស់យើងបានរួចរាល់ហើយសម្រាប់បន្លែគឺខ្ញុំធ្វើការចិតតូចៗបែបហ្នឹងបងប្អូនទាំងអស់គ្នាឥឡូវយើងមកធ្វើការត្រាំជាមួយនឹងអំពិលទុំរបស់យើងម្ដងបន្ទាប់ហើយយើងធ្វើការដាក់ខ្លាញ់ជាមួយនឹងខ្ទឹមសជាមួយនឹងម្ទេសបន្ទាប់ហើយយើងធ្វើការដាក់ជាមួយនឹងបន្លែរបស់យើងចូលសម្រាប់បន្លែខ្ញុំដាក់ទៅទាំងអស់ហ្មងបងប្អូនទាំងអស់គ្នាបន្ទាប់ហើយយើងធ្វើការដាក់ជាមួយនឹងប៊ីចេងស្កររ៉តឌីអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាធ្វើការភ្លក់ទៅតាមចំណង់ចំណូលចិត្តបងប្អូនទាំងអស់គ្នាជាមួយនឹងប្រេងខ្យងជាមួយនឹងទឹកត្រីបន្ទាប់ហើយយើងធ្វើការឆាវាឲ្យសព្វយើងធ្វើការដាក់ជាមួយនឹងទឹកអំពិលទុំរបស់យើងនិយាយទៅម្ហូបមួយមុខនេះគឺងាយស្រួលក្នុងការធ្វើហ្មងហើយឆ្ងាញ់ទៅបងប្អូនទាំងអស់គ្នាឥឡូវយើងធ្វើការដាក់ជាមួយនឹងត្រីរបស់យើងចូលធ្វើការដួសដើម្បីស្រូបនៅលើត្រីឲ្យយើងចូលជាតិល្អអញ្ចឹងណាបងប្អូនទាំងអស់គ្នាត្រីក្រហមរបស់យើងបានរួចរាល់ហើយឥឡូវយើងមកធ្វើការដួសដាក់ចានឥឡូវយើងធ្វើការរោយជាមួយនឹងល្ខ្ទឹមរបស់យើងនិយាយទៅពណ៌គឺពណ៌ស្អាតហ្មងសំខាន់គឺរសជាតិគឺឆ្ងាញ់សាហាវ